សម្រាប់ការបញ្ចប់ការហាត់ការរយៈពេល11ខែហ្នឹងយើងចង់នៅតនៅទីនេះគឺនៅបានសម្រាប់មួយឆ្នាំទៀតមានលក្ខខណ្ឌងាយគឺលក្ខខណ្ឌទី1គឺថកែគេពេញចិត្តយើងក៏ដូចយើងមានឆ្និតឆ្នាយជាមួយនឹងថកែគេនឹងឲ្យយើងបន្តរយៈពេលមួយឆ្នាំទៀតបើសិនជាយើងសុំគេតមួយឆ្នាំទៀតលក្ខខណ្ឌទី2នៅកន្លែងធ្វើការរបស់យើងគឺខ្វះកម្លាំងពលកម្មគេនឹងសួរយើងថាយើងចង់នៅមួយឆ្នាំទៀតអត់បើចឹងយើងចង់នៅគេនឹងធ្វើឯកសារផ្សេងៗឲ្យយើងក៏ប៉ុន្តែយើងត្រូវរៀននៅទីនេះមួយឆ្នាំទៀតដដែលតែយើងចូលឆ្នាំទី2សម្រាប់ការបង់ស្លាយយើងបង់ធម្មតាតែគ្រាន់តែការចំណាយរបស់យើងវាតិចជាងមុនដោយសារតែយើងអត់ចំណាយទៅលើសម្បត្តិយន្តហោះទៅវិញទៅមកឯងលក្ខខណ្ឌទី3គឺយើងមានមេខ្យល់សម្រាប់មានមេខ្យល់ហ្នឹងខ្ញុំអត់ដឹងថាត្រូវធ្វើឯកសារអីផ្សេងៗទេដោយខ្លួនឯងក៏ឬយ៉ាងម៉េចទេខ្ញុំអត់ដឹងទេអាហ្នឹងដូចជាជនជាតិវៀតណាមអីគឺគេមានមេខ្យល់សម្រាប់យើងនៅទីនេះដោយមិនបាច់ចាំរៀនហើយយើងធ្វើការសុទ្ធគឺបានប្រាក់ខែខ្ពស់បើអីផ្សេងៗគឺខ្ញុំដឹងតែប៉ុណ្្នឹងទេ